មនុស្សគ្រប់រូបក្រៅតែពីអ្នករចនាដែលកជោគជតាជោគវាសនាជីវិតខ្លួនឯងហើយមនុស្សគឺជាអ្នកបង្កើតសមិទ្ធផលគឺជាអ្នកបង្កើតភាពផ្លែផ្កានិងជាអ្នកដាំបណ្ដុះនៅក្របពូជដ៏អស្ចារ្យសម្រាប់ជីវិតរបស់គេរៀងៗខ្លួនយើងភាគច្រើនជឿថាកាលបើយើងបង្កើតកិច្ចខិតខំប្រឹងប្រែងមានភាពសប្បាយសិទ្ធិយើងក៏នឹងសម្រេចទៅដល់រឿងនោះជាប្រាកដជំនឿនេះវាធ្វើយើងខំពុះពៀគ្រប់យ៉ាងដើម្បីទៅដល់តែផ្ទុយទៅវិញបើយើងមិនមានជំនឿបែបនេះទេវាគឺជាការជឿជំនឿផ្ទុយប្រកបណាស់លទ្ធផលដែលយើងទទួលបានក៏រមែងជាលទ្ធផលផ្ទុយដូចគ្នាដែរហេតុអ្វីបានជាជនគ្រប់រូបមិនបានសម្រេចភាពផ្លែផ្កាធំដុំអស្ចារ្យនៅក្នុងជីវិតចម្លើយគឺវាសាមញ្ញដោយតែអ្នកគិតអញ្ចឹងត្បិតអីគេមិនចង់បានភាពធំដុំគេមិនចង់គិតធំគេមិនចង់ធ្វើធំគេមិនចង់អស្ចារ្យហើយបុគ្គលភាគច្រើនដែលចង់អស្ចារ្យមិនព្រមធ្វើការដើម្បីឲ្យខ្លួនឯងអស្ចារ្យទេម្ល៉េះហើយគេនៅតែទទួលលទ្ធផលដដែលដូចជាជីវិតបច្ចុប្បន្នរបស់គេអញ្ចឹងបំណុលមួយគេថាការឈ្នះពុំមែនជាអ្វីគ្រប់យ៉ាងទេប៉ុន្តែរបៀបដែលអ្នកចង់ឈ្នះគឺជាអ្វីគ្រប់យ៉ាងអ្នកត្រូវចង់បានអ្វីមួយដ៏ខ្លាំងក្លាបំផុតមុននឹងអ្នកមានឱកាសតិចតួចបំផុតដើម្បីធ្វើវាបើអ្នកមិនចង់បានវាប្រកបទៅដោយចំណង់ដ៏ពុះពោខ្លាំងក្លាបំផុតទេហើយអ្នកក៏មិនព្រមធ្វើផែនការទៀតនោះហើយអ្នកក៏មិនមានការត្រៀមខ្លួនដើម្បីឈ្នះទៀតនោះលទ្ធផលរបស់អ្នកគឺនៅដដែលចំណាប់អារម្មណ៍កម្លាំងជំរុញចិត្តដែលអ្នកមានគឺពិតជារឿងសំខាន់នៅក្នុងចិត្តរបស់អ្នកគឺជាអ្វីដែលអ្នកចង់ធ្វើ You are what you think you are អ្នកគឺជាអ្វីដែលអ្នកគិតវាគឺជាបុព្វហេតុដ៏សំខាន់ដែលតើហេតុអីបានជាក្តីប្រាថ្នាវាមានថាមពលដ៏ខ្លាំងក្លានិងដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើផែនការបើអ្នកចង់ធ្វើអ្វីមួយដ៏ពិតប្រាកដគឺវាមានន័យថាវាគឺជាអ្វីមួយដែលអ្នកនឹងគិតគ្រប់ពេលបើអ្នកចង់ធ្វើអ្វីមួយដ៏ពិតប្រាកដនោះគឺវាមានន័យថាវាគឺជាអ្វីមួយដែលអ្នកគិតពីវាគ្រប់ពេលនៅពេលអ្នកគិតពីអ្វីមួយគ្រប់ពេលអ្នកនិយាយពីវាគ្រប់ពេលហើយអ្នកទទួលបានគំនិតថ្មីជាច្រើនពីវិធីដើម្បីធ្វើវាឲ្យកើតឡើងកម្លាំងបញ្យុចិត្តរបស់អ្នកក៏កាន់តែច្រើនឡើងទៅតាមនោះដែរនៅពេលអ្នកមានគំនិតជាច្រើនពីអ្វីមួយវាធ្វើផែនការកាន់តែងាយស្រួលនិងកាន់តែរីករាយក្តីប្រាថ្នាក៏ធ្វើឲ្យអ្នកព្រមទទួលខុសត្រូវទៅលើផែនការរបស់អ្នកហើយនោះធ្វើឲ្យអ្នកកាន់តែយល់ព្រមនៅក្នុងការបង្កើតផែនការដើម្បីភាពផ្លែផ្កាដើម្បីភាពរីកដុះដាលភាពប្រសើរឡើងនៃជីវិតរបស់អ្នកជាមិនខាននោះឡើយជីវិតរបស់អ្នកគឺវាស្ថិតនៅក្រោមកត្តាជាច្រើនវាស្ថិតនៅក្រោមឥទ្ធិពលជាច្រើនអ្នកណាក៏ដូចអ្នកណាអ្នករស់នៅក្នុងស្រុកភូមិណាក៏ដូចតែនៅស្រុកភូមិណាអញ្ចឹងរឿងមួយនៅក្នុងចំណោមរឿងទាំងអស់នោះគឺបរិស្ថានពលគឺកន្លែងដែលយើងរស់នៅប្រភេទឪពុកម្ដាយសាលាដែលយើងរៀនមិត្តភ័ក្តិដែលយើងសេពគប់ទាំងអស់នេះគឺវាពិតជាមានឥទ្ធិពលយ៉ាងសម្បើមមកកាន់ជីវិតរបស់យើងមិនខានការសិក្សាស្វែងយល់វិជ្ជាឬក៏អវិជ្ជាការផ្លាស់ប្ដូរជីវិតយើងដែរហើយទីបំផុតវាក៏ជាអ្នកកំណត់កែប្រែលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងមកកំភ្លុះធំរបស់យើងដែរជាតួយ៉ាងយើងអាចមានកម្រិតនៃមោទនភាពឬក៏បែរជាគ្មានអារម្មណ៍ថាមានមោទនភាពចំពោះខ្លួនឯងទៅវិញនៅពេលដែលទទួលជោគជ័យអ្វីមួយនេះត្បិតតែយើងមិនយល់អំពីសារៈសំខាន់នៃការអបអរសាទរនិងផ្ដល់រង្វាន់ឲ្យខ្លួនឯងយ៉ាងណាមិញនៅក្នុងចំណោមរឿងជាច្រើនដែលវាមានឥទ្ធិពលគឺគ្មានរឿងណាមួយដែលអាចជួយឲ្យជីវិតរបស់យើង